ស្មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធម៌ក្រុមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេងនវត្រាបន្តស្នាក់ដៃគ្នាដល់រងមមរៀបចំស្បៀងអាហារលើកទឹកចិត្តគ្រប់គ្រងកងទ័ពជួរមុខនិងប្រជាជនភេសជ្ជៈក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធម៌ក្រុមការដឹកនាំរបស់អ្នកអង្គការលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តស្នាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគ្រប់គ្រងកងទ័ពជួរមុខនិងប្រជាជនភេសជ្ជៈជាពិសេសបង្ហាញការគ្រប់គ្រងនិងជឿជាក់សម្ដេចតេជោសម្ដេចកាបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អាចក្លាហានដើម្បីការពីបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធម៌បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនិងជនភេសជ្ជៈជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស